ព្រះបង្គំនាងខ្ញុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះអភិសិរីសកុន្ធាមហាសង្ឃរាជជាធិបតីគតិឧទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូប៊ូគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពឯកឧត្តមងួនស្ដេចភក្តីរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងសូមគោរពឯកឧត្តមលោកជំទាវលោកលោកស្រីនាងកញ្ញាស្វាគមន៍មកកាន់កម្មវិធីចក្ខុវិស័យ PSBU នៅក្នុងកម្មវិធីសប្តាហ៍នេះនឹងនាំយកនៅប្រធានបទមួយដ៏សំខាន់មកចែករំលែកជូនទស្សនិកជនជាពិសេសបងប្អូនដែលទើបតែបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិហើយកំពុងតែត្រៀមខ្លួនក្នុងការបោះជំហានឈានទៅការសិក្សានៅថ្នាក់ឧត្តមសិក្សានិងមានការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាដែលថ្ងៃនេះយើងនឹងពិភាក្សាអំពីប្រធានបទឧត្តមភាពនៃជីវិតនិងគុណតម្លៃនៃការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាលើជំនាញទស្សនវិជ្ជាទស្សនិកជនទស្សនវិជ្ជាគឺជាវិជ្ជាមួយដែលមានវ័យចំណាស់ហើយត្រូវបានគេសិក្សាតាំងពីសម័យបុរាណមកទល់នឹងបច្ចុប្បន្នដែលបានបង្ហាញអំពីគតិបណ្ឌិតការត្រូវពិចារណាតថភាពនិងទំនាក់ទំនងរវាងហេតុនិងផលជាដើមដោយមើលឃើញពីសារៈសំខាន់ទាំងអស់នេះហើយទើបពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមានចក្ខុវិស័យក្នុងការបណ្ដុះបណ្ដាលជំនាញទស្សនវិជ្ជានេះដើម្បីជ្រាបកាន់តែច្បាស់អំពីគុណតម្លៃនៃការសិក្សាជំនាញទស្សនវិជ្ជាក៏ដូចជាការធ្វើការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះសូមជួបជាមួយនឹងលោកសាស្ត្រាចារ្យបណ្ឌិតភានមករាប្រធាន Department ទស្សនវិជ្ជានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលលោកនឹងជម្រាបជូនលោកអ្នកនាងនិងទស្សនិកជនជាពិសេសបងប្អូនសិស្សានុសិស្សក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះចាសសូមគោរពអញ្ជើញចា៎បាទសូមអរគុណដល់ពិធីការនីបាទដែលបានផ្ដល់ឱកាសហើយអរគុណទៅដល់កម្មវិធីចក្ខុវិស័យ PSCVU ជាបឋមទូព្រះបង្គំសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសង្ឃរាជប៊ូគ្រីជាសម្ដេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំសម្ដេចព្រះសាកលវិទ្យាធិការរងក៏ដូចជាសូមគោរពទៅដល់ឯកឧត្តមងួនស្ដេចភក្តីរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាទទួលបន្ទុកនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមថ្វាយបង្គំនិងជម្រាបសួរទៅដល់ឯកឧត្តមលោកជំទាវសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីមិត្តបងប្អូននិស្សិតជាទីស្រឡាញ់រាប់អាននៅក្នុងឆ្នាំសិក្សាថ្មីនេះផងដែរចាសសូមគោរពអរគុណលោកសាស្ត្រាចារ្យសម្រាប់ការផ្ដល់នៅកិត្តិយសចូលរួមក្នុងកម្មវិធីហើយក៏ដូចជាបានចូលរួមចែករំលែកមុននឹងឈានចូលដល់ប្រធានបទតើលោកសាស្ត្រាចារ្យអាចជម្រាបជូនបានទេថា Department ទស្សនវិជ្ជានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបង្កើតឡើងតាំងពីពេលណាមកដែរហើយមានការបណ្ដុះបណ្ដាលប្រមាណកម្រិតដែរចា៎បាទសូមអរគុណណាសម្រាប់សំណួរបាទអញ្ចឹងយើងឃើញថានៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជារបស់ប៉ុនយើងគឺសម្រាប់ Department ទស្សនវិជ្ជាយើងបង្កើតឡើងចាប់តាំងពីថ្ងៃដែលពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជាបានបដិសន្ធិឡើងរយៈពេលជិត20ឆ្នាំមកហើយបាទសម្រាប់ជំនាញនេះបាទហើយយើងមានការបណ្ដុះបណ្ដាលពីថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ឥឡូវនេះមានរហូតដល់ថ្នាក់បណ្ឌិតបាទសូមអរគុណមានរហូតតាំងចាប់ផ្ដើមពីបរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតទៀតបាទរហូតមកដល់ថ្នាក់បណ្ឌិតចានេះបង្ហាញអំពីវឌ្ឍនភាពនៃជំនាញទស្សនវិជ្ជាដូច្នេះតើពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមានចំណុចពិសេសក៏ដូចជាគុណសម្បត្តិអ្វីដែលលេចធ្លោក្នុងការបង្ហាញដល់និស្សិតដែលមានបំណងសិក្សាជំនាញមួយនេះដែរចាសម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាយើងនេះយើងឃើញមានចំណុចលេចធ្លោជាច្រើនបាទសម្រាប់បើកបង្ហាញឲ្យបងប្អូនក៏ដូចជាមិត្តអ្នកសិក្សាទាំងឡាយដែលប្រាថ្នានឹងរៀនជំនាញទស្សនវិជ្ជាទី1ពុទ្ធិកសាកលវិទ្យាល័យរបស់យើងជាវិស័យសិក្សាផ្នែកគេហៅថាពុទ្ធិកសិក្សានេះគឺជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលផ្ដោតសំខាន់ទៅលើសាសនាបាទគេហៅថាខាងវិស័យសាសនាព្រះពុទ្ធហើយយើងដឹងហើយថាយើងមើលអ្នកប្រាជ្ញខ្មែរយើងពីដើមមកខាងទស្សនវិទូឬក៏កវីវិទូឬក៏បញ្ញវន្តអីទាំងអស់តាំងពីសម័យសង្គមរាស្ត្រនិយមរហូតមកដល់បច្ចុប្បន្នសម័យនេះភាគច្រើនសិតតែកើតចេញអំពីកើតប្រសូតចេញអំពីវិស័យពុទ្ធិកសិក្សាបាទនេះមួយទៀត
នៅក្នុងបទកៈរបស់យើងគឺជាថ្នាលមួយបាទដែលខ្ញុំមើលឃើញថាជាកន្លែងអ្នកមករៀននឹងត្រូវបានទទួលបាននៅការបណ្ដុះបណ្ដាលនៅគុណធម៌ផ្នែកផ្លូវកាយនិងផ្លូវចិត្តបាទសិលធម៌សុជីវធម៌នៃការរស់នៅអញ្ចឹងមានភាពលេចធ្លោកន្លែងនឹងមួយផ្នែកដែរមួយចំណុចបន្ថែមទៀតបាទតកតងទៅនឹងសាកលវិទ្យាល័យរបស់យើងបាទយើងជាពុទ្ធិកសាកលវិទ្យាល័យដែលទទួលស្គាល់បាទគុណភាពអប់រំលំដាប់បាទពិភពលោកដែលមានប្រទេសជាង200ប្រទេសជាសមាជិករបស់ផងយើងបាទហើយនៅក្នុងទីនេះយើងមានបរិវេណល្អបាទគឺអាគាររបស់យើងមានបន្ទប់ធំទូលាយបំពាក់ដោយសម្ភារៈប្រើប្រាស់ទំនើបមិនត្រឹមតែប៉ុណ្ណោះសាលារបស់ផងយើងបានមានប៉ុស្តិ៍សុខភាពដែលមន្ទីរពេទ្យដើម្បីសម្រាប់ព្យាបាល free ទៅលើលោកគ្រូអ្នកគ្រូលោកសាស្ត្រាចារ្យក៏ដូចជាបងប្អូននិស្សិតដែលមកសិក្សានៅទីនេះបាទហើយអ្វីដែលបដោតសំខាន់ខ្លាំងបំផុតនោះគឺការយើងមានអន្តេវាសិក្សាស្ថានបាទសម្រាប់និស្សិតដែលគាត់មានជីវភាពខ្វះខាតក្រីក្រលំបាកមកពីស្រុកស្រែនិគមជនបទឬក៏មិនមានលទ្ធភាពក្នុងការជួលកន្លែងស្នាក់នៅឬក៏បន្ទប់ស្នាក់នៅនៅរាជធានីភ្នំពេញនេះទេគឺគាត់អាចស្នើមកដើម្បីបានកន្លែងស្នាក់នៅអានេះជាពិសេសទៅទៀតអ្វីដែលសំខាន់មួយទៀតនោះគឺខ្ញុំឃើញថាពុទ្ធិកសាកលវិទ្យាល័យរបស់ផងយើងគឺស្ថិតនៅកណ្ដាលរាជធានីភ្នំពេញបាទស្ថិតនៅកណ្ដាលរាជធានីភ្នំពេញអញ្ចឹងហើយអ្នកមកសិក្សានៅទីនេះងាយឱកាសងាយស្រួលក្នុងការបាទស្វែងរកការងារធ្វើបន្ទាប់អំពីដែលគាត់ទំនេរពីការសិក្សាឬក៏ចន្លោះមកហ្នឹងគាត់អាចស្វែងរកការងារធ្វើដើម្បីគ្រប់គ្រងនៅជីវភាពក្នុងការរៀនសូត្ររបស់បងគាត់អានេះជាចំណុចដែលខ្ញុំបានរៀបត្រួសបាទជូនទៅដល់ប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាពិធីការនីផងដែរបាទសូមអរគុណចាតាមរយៈការលើកឡើងរបស់លោកសាស្ត្រាចារ្យឃើញថាយើងមិនមែនផ្ដល់តែអាហារូបករណ៍ក្នុងការសិក្សាជំនាញទស្សនវិជ្ជាប៉ុណ្ណោះទេថែមទាំងមានផ្ដល់នៅកន្លែងស្នាក់នៅសម្រាប់និស្សិតដែលមានជីវភាពខ្វះខាតមានផ្ដល់តាំងពីសេវាពិនិត្យព្យាបាលដែលយើងមានប៉ុស្តិ៍សុខភាពនៅក្នុងបរិវេណសាកលវិទ្យាល័យផ្ទាល់តែម្ដងចាហើយការសិក្សាមួយវិញទៀតសោតក៏យើងបានបង្ហាញអំពីទស្សនៈតាមរយៈទស្សនៈសាសនាផ្សេងៗតាមរយៈការលើកឡើងរបស់លោកសាស្ត្រាចារ្យដូច្នេះក្រៅអំពីទ្រឹស្ដីតើមានវិធីសាស្ត្រគិតបែបទស្សនវិជ្ជាបែបណាដែលផ្ដល់នៅក្រមសីលធម៌ក្នុងការជួយនិស្សិតឲ្យពួកគាត់នឹងមានការត្រិះរិះពិចារណាឬក៏វិភាគដោះស្រាយបញ្ហានេះទាំងបញ្ហាសម្រាប់ជីវិតគាត់ផ្ទាល់ផងនិងបញ្ហាសង្គមផងដែរចា៎បាទសូមអរគុណណាស់បាទលោកនាងក៏ដូចជាប្រិយមិត្តបាទបងប្អូននិស្សិតយើងសម្រាប់សំណួរនេះគឺពិតជាល្អមែនទែនទៅលើជំនាញទស្សនវិជ្ជាដោយវិធីការនីបានជម្រាបជូនពីខាងដើមហើយថាមុខវិជ្ជាទស្សនវិជ្ជានេះជាជំនាញមួយដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកដែលកើតមាននៅសតវត្សទី6ទី7បាទមុនគ្រិស្តសករាជនៅចក្រភពក្រិកបាទនៅក្រិកនៅរ៉ូមហ្នឹងគឺលោកខាងលិចពីដើមមកគឺគេចូលចិត្តសិក្សាទៅលើជំនាញទស្សនវិជ្ជាណាដោយសារអីបាទហេតុអីបានជាពួកគេចូលចិត្តហើយឥឡូវនេះហេតុអីបានជាបងប្អូននិស្សិតចាំបាច់ត្រូវតែសិក្សានៅជំនាញនេះបាទពីព្រោះជំនាញនេះគឺធ្វើឲ្យអ្នកសិក្សាទាំងឡាយបាទងាយស្រួលក្នុងការវិភាគបញ្ហាបាទស្វែងរកដោះស្រាយបញ្ហាសមហេតុសមផលបាទហើយបណ្ដុះស្មារតីនៃការគិតបាទ philosophy នេះគឺបណ្ដុះស្មារតីក្នុងការគិតបាទដោះស្រាយបញ្ហាបាទវិភាគបញ្ហានិងអនុវត្តចំណេះដឹងដែលយើងបានរៀនមកប្រចាំថ្ងៃហ្នឹងធ្វើឲ្យជីវិតរបស់យើងគឺបាទរួចចាកអំពីសម្ពាធរួចចាកអំពីបាទការគិតដោយស្មុគស្មាញគឺស្ថិតនៅក្នុងវិចារណញ្ញាណមួយដែលបាទសមហេតុសមផលត្រិះរិះពិចារណាអញ្ចឹងជំនាញទស្សនវិជ្ជានេះគឺអ្នកដែលបានសិក្សាគឺធ្វើឲ្យគំនិតរបស់គាត់ទូលាយបាទការគិតគឺទូលាយជាងបាទមនុស្សផ្សេងបាទការដោះស្រាយបញ្ហាគឺប្រកបទៅដោយសមហេតុផលនិងបាទភាពយុត្តិធម៌នៅទាំងខ្លួនគាត់និងសង្គមបាទហើយមួយចំណែកទៀតគឺ
អ្នករៀនទស្សនវិជ្ជាគឺមនុស្សអត់ stress ទេបាទមនុស្សអត់ stress ទេដោយសារអីគាត់ចេះដោះខ្លួនបាទគាត់ចេះដោះខ្លួនពីសេចក្តីទុក្ខគាត់ចេះដោះខ្លួនអំពីភាពលំបាកបាទគាត់ចេះអាប់ដេតពី step មួយទៅ step មួយបាទអភិវឌ្ឍខ្លួនគាត់នៅក្នុងជីវភាពប្រចាំថ្ងៃហ្នឹងឲ្យរីកចម្រើនទាំងចំណេះដឹងសមត្ថភាពនិងជំនាញផងដែរបាទចាអរគុណមែនតើលោកសាស្ត្រាចារ្យជាជំនាញមួយដែលផ្ដល់ឲ្យយើងមានការត្រិះរិះពិចារណាខ្ពស់ហើយការត្រិះរិះពិចារណានោះគឺអាចនិយាយបានថាវិជ្ជមានទៀតជាវិជ្ជមានទៀតដែរទាំងនេះហើយគឺជាកត្តាដែលឈ្មោះទៅរកឧត្តមភាពនៃជីវិតចាទន្ទឹមនឹងនេះតើឧត្តមភាពនៃជីវិតដែលបានមកពីការសិក្សាជំនាញទស្សនវិជ្ជានេះបានចូលរួមកសាងសិលធម៌សាធារណៈក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សង្គមទាំងមូលបានដោយរបៀបណាដែរចា៎បាទសូមអរគុណណាស់មែនទែនទៅលោកនាងតាក់ទងទៅនឹងទស្សនវិជ្ជានេះគឺជួយទៅដល់មនុស្សច្រើនមែនទែនបាទជួយទៅដល់មនុស្សទី1បាទអ្នករៀនទស្សនវិជ្ជានេះគឺតែងតែស្វែងរកនៅគេហៅថាការគិតបែបlogic បាទការគិតបែប logic ការរស់នៅប្រកបទៅដោយបាទគេហៅថាមានសិលធម៌ខ្ពស់បាទមានសិលធម៌ខ្ពស់ពីព្រោះរៀនទស្សនវិជ្ជាគឺដើម្បីស្វែងរកខ្លួនឯងបាទស្វែងរកការពិតនៅក្នុងខ្លួនរបស់ផងយើងស្វែងរកការពិតនៅក្នុងសង្គមទន្ទឹមនោះដែរការស្វែងរកការពិតនៅខ្លួនយើងនេះគឺស្វែងរករបៀបម៉េចបាទស្វែងរកនៅខ្លួនយើងថាយើងមានសិលធម៌ហើយនៅបាទយើងមានគុណធម៌ហើយនៅរបៀបនៃការរស់នៅរបស់យើងគេហៅថាសុជីវធម៌នោះយ៉ាងម៉េចដែរក្នុងជីវភាពប្រចាំថ្ងៃអញ្ចឹងកាលណាបើយើងរកឃើញចេញពីខ្លួនយើងហើយវាឆ្លើយតបទៅនឹងសង្គមបាទពីព្រោះការរស់នៅប្រចាំថ្ងៃមនុស្សចាំបាច់ត្រូវតែមានសិលធម៌ខ្ពស់បាទសិលធម៌ខ្ពស់សង្គមមួយដែលបាទមានភាពថ្លៃថ្នូរនិងកិត្យានុភាពបានព្រោះតែមនុស្សនៅក្នុងសង្គមនឹងឯងមានចំណេះចេះដឹងខ្ពស់បាទហើយចំណេះចេះដឹងខ្ពស់នឹងមិនមែនតែចំណេះចេះដឹងទូទៅទេគ្រប់ជំនាញទាំងអស់ទាំងវិស័យច្បាប់សេដ្ឋកិច្ចពាណិជ្ជកម្មហិរញ្ញវត្ថុវិស័យអេឡិចត្រូនិកឬក៏វិស័យបច្ចេកវិទ្យា IT អីក៏ដោយចាំបាច់ត្រូវតែមាន philosophy បាទប្រកបទៅដោយគុណធម៌សិលធម៌នៅក្នុងនោះអញ្ចឹងវាឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមគឺបង្កើននៅភាពបាទរីកចម្រើនជឿនលឿនបាទដោយសារមនុស្សមានទស្សនវិជ្ជាក្នុងខ្លួនហើយវាធ្វើឲ្យមនុស្សនឹងមានសិលធម៌ហើយសង្គមនឹងដើរទៅយ៉ាងលឿនហើយមានភាពរីកចម្រើននិងថ្លៃថ្នូរបាទថ្លៃថ្នូរងាយស្រួលក្នុងបាទការដឹកនាំក៏ដូចជាការអប់រំបាទអរគុណចាអាចនិយាយបានថាជាមុខវិជ្ជាមួយដែលជួយឲ្យមនុស្សមានការត្រិះពិចារណាមានសិលធម៌អាចឬក៏អាចនិយាយបានថាជាមុខវិជ្ជាដែលចូលរួមក្នុងការកសាងធនធានមនុស្សប្រកបដោយសិលធម៌ចានាងខ្ញុំមានសំណួរមួយដែលជាសំណួរនាងខ្ញុំជឿជាក់ថាទស្សនិកជនប្រកាសជាចង់ដឹងជាពិសេសបងប្អូនសិស្សានុសិស្សសូម្បីតែនាងខ្ញុំក៏ចង់ដឹងដូចគ្នាលោកសាស្ត្រាចារ្យជាទូទៅជំនាញមួយនេះត្រូវបានគេមើលឃើញថាជាជំនាញដែលពិបាកក្នុងការស្វែងរកការងារធ្វើដូច្នេះលោកយល់ឃើញយ៉ាងណាដែរចំពោះការលើកឡើងនេះហើយបើសិនជាអាចបម្រើការងារតើនៅក្នុងវិស័យណាដែរខ្លះចា៎បាទអរគុណណាស់ទីករណីសំណួរនេះគឺត្រឹមត្រូវជាក់ស្ដែងដោយបងប្អូនដែលទើបតែឡើងមកពី high school ពីវិទ្យាល័យមកអត់យល់ថាអ្វីទៅទស្សនវិជ្ជាបាទហើយរៀនទៅចេញពេលដែលបញ្ចប់ការសិក្សាតើរៀនអីមានទីផ្សារដែរអត់បាទមានទីផ្សារដែរអត់មែនទេទៅនៅក្នុងបច្ចុប្បន្ននេះបាទជំនាញទស្សនវិជ្ជាគឺពិភពលោកក៏ដូចជាសង្គមកំពុងតែត្រូវការបាទចាំបាច់បំផុតបាទហើយជាទីផ្សារមួយដែលងាយក្នុងការរកការងារធ្វើមែនទែនដោយសារអីដូចខ្ញុំបានជម្រាបជូនលោកនាងក៏ដូចជាអស់លោកស្រីបងប្អូនបញ្ជាក់ជូនអញ្ចឹងថាជំនាញទស្សនវិជ្ជានេះសូម្បីតែអ្នកច្បាប់ក៏ត្រូវការទស្សនវិជ្ជាដែរបាទត្រូវការទស្សនវិជ្ជាដែរអ្នកសេដ្ឋកិច្ចក៏ត្រូវការតែទាមទារឲ្យចេះទស្សនវិជ្ជាដែរគ្រូបង្រៀនក៏ត្រូវតែទាមទារឲ្យមានជំនាញទស្សនវិជ្ជានៅក្នុងខ្លួនដែរអ្នកនយោបាយបាទអ្នកនយោបាយគឺរឹតតែត្រូវការទៅទៀតបាទអ្នកពាណិជ្ជកម្មក៏ត្រូវការទស្សនវិជ្ជាដែរព្រោះទស្សនវិជ្ជាយើងមានទស្សនវិជ្ជាគ្រប់គ្រងទស្សនវិជ្ជាច្បាប់ទស្សនវិជ្ជាសេដ្ឋកិច្ចទស្សនវិជ្ជា
បាទចិត្តវិទ្យាទស្សនវិជ្ជាសាសនាទស្សនវិជ្ជាបាទមជ្ឈិមប្រទេសទស្សនវិជ្ជាបូព៌ាប្រទេសទស្សនវិជ្ជាបាទពិភពលោកសកលបាទគឺថាច្រើនមែនតើអញ្ចឹងហើយវាលីងចូលមុខវិជ្ជាទស្សនវិជ្ជានេះជាជំនាញមួយដែលលីងគ្រប់មុខវិជ្ជាទាំងអស់បាទអ្នក IT ក៏ត្រូវការទស្សនវិជ្ជាដែរបាទក៏ត្រូវការទស្សនវិជ្ជាដែរពីព្រោះអីគាត់ជាអ្នកវិទ្យាសាស្ត្របើវិទ្យាសាស្ត្រមិនមានទស្សនវិជ្ជាទេមិនមានចក្ខុវិស័យវែងឆ្ងាយទេបើមិនមានទស្សនវិជ្ជាទេអ្នកវិទ្យាសាស្ត្រនឹងប្រកាសជាមិនមានសិលធម៌កាលណាមិនមានសិលធម៌ឈានទៅដល់អីការបង្កើតនៅអំពើខុសច្បាប់ផ្សេងតាមផ្នែក IT បាទឬយើងមើលឃើញរាល់ថ្ងៃនេះបាទអ្នកវិទ្យាសាស្ត្រដែលមិនមានសិលធម៌មិនមានទស្សនវិជ្ជាឈានទៅដល់ការផលិតនៅបរមាណូអាវុធបល័យលោកឬក៏បំផ្លាញលោកទៅមូលបាទបង្កជាវិនាសកម្មអញ្ចឹងមេដឹកនាំក៏ត្រូវការទស្សនវិជ្ជាដែរហើយឆ្លើយតបថាតើជំនាញនេះនៅពេលដែលបងប្អូនក៏ដូចជាលោកស្រីមិត្តអ្នកសិក្សារៀនហើយយកទៅធ្វើអីបាទជំនាញទស្សនវិជ្ជាស្ថាប័នណាក៏ត្រូវការដែរបាទលោកនាងអាចក្លាយជាអ្នកវិភាគនយោបាយបាទជាគ្រូបង្រៀនបាទជាមេដឹកនាំបាទជាមេដឹកនាំជាគ្រូបង្រៀនជាអ្នកវិភាគនយោបាយជាអ្នកប្រឹក្សាធនធានមនុស្សបាទអ្នកប្រឹក្សាយោបល់ផ្នែកធនធានមនុស្សជាអីទៀតបាទមានច្រើនណាស់បាទមានច្រើនរាប់មិនអស់បាទមកពីអីយើងទម្លាប់របស់ខ្មែរយើងច្រើនតែអូរៀនទស្សនវិជ្ជាទៅធ្វើស្អីវាអត់មានទីផ្សារមិនមែនទេបាទមិនមែនទេបាទយើងគឺខេតឃើញថ្នាក់ដឹកនាំយើងមួយចំនួនដោយអាដាមហងជួននរុនអីក៏ជាអ្នកបាទគាត់ចប់បណ្ឌិតទស្សនវិជ្ជាដែរហើយយើងមានអ្នកប្រាជ្ញពិភពលោកទាំងអស់យើងវិភាគមើលមិត្តអ្នកសិក្សាដឹងហើយថាគាត់ចេញទៅធ្វើអីកើតបាទធ្វើអីបានវាជាជំនាញមួយដែលបើកទូលាយមែនទែនបាទបើកទូលាយមែនទែនសម្រាប់ជំនាញទស្សនវិជ្ជានេះវាខុសពីជំនាញផ្សេងជំនាញផ្សេងវិស័យច្បាប់គាត់រៀនហើយទៅធ្វើតែផ្នែកច្បាប់បាទវិស័យអប់រំក៏រៀនហើយទៅធ្វើតែគ្រូបង្រៀនផ្នែកអប់រំទៅបាទ IT គាត់ទៅធ្វើតែបច្ចេកវិទ្យាទៅប៉ុន្តែទស្សនវិជ្ជារៀនហើយធ្វើអ្វីក៏បានដែរបាទធ្វើអ្វីក៏បានដែរពីព្រោះវាលិញនៅក្នុងនោះទាំងអស់បាទលិញនៅក្នុងនោះទាំងអស់បាទសូមអរគុណណាបាទនៅសំណួរចាអញ្ចឹងមានន័យថាទីផ្សារការងារមិនចង្អៀតដូចជាចាមិនចង្អៀតដូចអ្វីដែលធ្លាប់គិតនោះទេព្រោះនាងខ្ញុំក៏ធ្លាប់អត់ទាន់យល់ច្បាស់ថាតើរៀនទស្សនវិជ្ជាអាចធ្វើការអីបានចាប៉ុន្តែតាមរយៈការលើកឡើងរបស់លោកសាស្ត្រាចារ្យយល់ច្បាស់ហើយទស្សនិកជនជាពិសេសបងប្អូនសិស្សានុសិស្សក៏ដឹងក៏ទទួលជ្រាបច្បាស់ដូចគ្នាផងដែរចាដោយសារតែពេលវេលានៅកម្មវិធីជាមកដល់ទីបញ្ចប់តើលោកសាស្ត្រាចារ្យមានពាក្យពេចន៍អ្វីក៏ដូចជាសារលើកទឹកចិត្តទៅដល់និស្សិតឲ្យមកងាកមកចាប់អារម្មណ៍ការសិក្សាជំនាញទស្សនវិជ្ជាមួយនេះទេបាទសូមអរគុណណាបាទសម្រាប់ខ្ញុំសូមក្រើនរំលឹកទៅដល់បងប្អូននិស្សិតទាំងអស់បាទកុំនៅពេលដែលរៀនបាទកុំរៀនតាមគ្នាបាទកុំរៀនតាមអារម្មណ៍ហើយកុំបាទរៀនទៅតាមបាទការគិតរបស់យើងចំណង់ណាតាមអារម្មណ៍នឹងឯងត្រូវរៀនទៅមើលសង្គមបាទត្រូវឆ្លោះបញ្ចាំងថាតើសង្គមយើងនេះសពថ្ងៃកំពុងតែខ្វះខាតអីអញ្ចឹងបងប្អូនជាអ្នកចំនួនក្រោយនឹងជាអ្នកប្រពេញដូចជាជំនាញទស្សនវិជ្ជានេះចាំបាច់ត្រូវតែនាំគ្នារៀនបាទត្រូវតែនាំគ្នារៀនបាទជាពិសេសនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាយើងជាស្នូលនៃ philosophy បាទជាស្នូលនៃទស្សនវិជ្ជាព្រោះជាវិស័យពុទ្ធិកសិក្សាបាទអញ្ចឹងនាំគ្នាចុះឈ្មោះចូលរៀនមកបាទឲ្យច្រើនទាំងយើងមានទាំងបរិញ្ញាបត្ររងបរិញ្ញាបត្រជាន់ខ្ពស់យើងមានទាំងថ្នាក់បណ្ឌិតនៅទីនេះហើយយើងកំពុងតែបណ្ដុះបណ្ដាលអញ្ចឹងហើយរៀនទស្សនវិជ្ជាកុំខ្លាចអត់ការងារធ្វើបាទអត់ខ្វះទេទីផ្សារអញ្ចឹងនាំគ្នាមកចុះឈ្មោះរៀនបានច្រើនបាទដើម្បីបើឲ្យសង្គមយើងអភិវឌ្ឍផ្នែកខួរក្បាលបាទផ្នែកខួរក្បាលផ្នែកការគិតផ្នែកការពិចារណាបាទទៅលើជំនាញទស្សនវិជ្ជានេះបាទសូមអរគុណណាស់បាទចារៀនដើម្បី
ធ្វើឲ្យមានការត្រូវពិចារណាខ្ពស់គិតបែបទស្សនៈហើយមានសិលធម៌ដើម្បីខ្លាយទៅជាធនធានមនុស្សនៅក្នុងសង្គមផងដែរចា៎សូមគោរពអរគុណលោកសាស្ត្រាចារ្យសម្រាប់ការផ្ដល់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីក៏ដូចជាបានបង្ហាញនៅទស្សនៈដ៏ស៊ីជម្រៅនិងសារលើកទឹកចិត្តទៅកាន់សិស្សានុសិស្សជំវិញនៅប្រធានបទដែលតាក់ទងទៅនឹងការសិក្សាជំនាញទស្សនវិជ្ជានេះតាមរយៈកិច្ចសម្ភាសន៍នៅក្នុងថ្ងៃនេះសង្ឃឹមថាទស្សនិកជននឹងជ្រាបកាន់តែច្បាស់ថាការសិក្សាជំនាញទស្សនវិជ្ជានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមិនមែនគ្រាន់តែជាការស្វែងរកនៅចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែគឺជាការស្វែងរកនៅឧត្តមភាពនៃជីវិតតាមរយៈប្រាជ្ញានិងសិលធម៌ហើយតាមរយៈសារលើកទឹកចិត្តពីសំណាក់លោកសាស្ត្រាចារ្យនឹងបានបញ្ជាទៅដល់បងប្អូនសិស្សានុសិស្សឲ្យមកងាកចាប់អារម្មណ៍នៅការសិក្សាជំនាញមួយនេះលោកអ្នកនាងក៏នៅអាចបន្តតាមដានទស្សនារាល់សកម្មភាពនានាក៏ដូចជាកម្មវិធីដែលបានផ្សាយនៅលើបណ្ដាញសង្គមរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាខណៈនេះនាងខ្ញុំជាសាន់រ៉ូសានិងលោកសាស្ត្រាចារ្យបណ្ឌិតភៀនមករាប្រធានដេប៉ាតឺម៉ង់ទស្សនវិជ្ជានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជារួមទាំងក្រុមការងារសូមអរគុណសូមគោរពលា